hạt ấy còn chăm bạch sợi lịch khất bà quát ọt sợi lịch khất riêng mùi tòa la ca ọt miên lệรัฐาភិបាលអត់មានលេះព្រះមហាក្សត្រអត់មានលេះដើម្បីអាចនឹងឲ្យមានការលើកលែងទោសឲ្យលឿនព្រោះអីលោកយាយសៅង៉ែតពេលវេលារបស់គាត់ count down ហើយរាប់ថយក្រោយហើយបើយើងចាំ30ថ្ងៃទៀតចាំ60ថ្ងៃទៀតចឹងវាចាំទៅហើយមិនមែន60ថ្ងៃហ្នឹងបើសិនជាគាត់អត់ប្តឹងតោះចាំអានីតិវិធីហ្នឹងរលត់ទៅដោយឯងហ្នឹងគឺប្តឹងប្រហែលថ្ងៃទៀតតើទាន់ដង្ហើមលោកយាយសៅង៉ែតទេចុះឥឡូវបើសិនជាលោកកម្មសខាថាទេខ្ញុំនៅតែជំទាស់សាលដែលការនឹងដដែលព្រោះខ្ញុំអត់មានខុសអីផងខ្ញុំបានប្រាប់ឲ្យថាអត់ខុសអីរហូតហេតុអីមកខ្ញុំទទួលទោសនៅពេលហ្នឹងហើយសុកចិត្តមិនប្តឹងបានន័យថាបើមិនប្តឹងគឺទទួលទោសចាំណាបងប្អូនបើមិនប្តឹងស្មើនឹងទទួលកំហុសថាគាត់មានទោសប៉ុន្តែគាត់ជ្រើសរើសមិនប្តឹងបានន័យថាគាត់ទទួលយកថាគាត់មានទោសអញ្ចឹងអ្វីដែលគេកាត់ក្តីពីមុនមកថាគាត់សែបគប់សុំកលុំគ្នាជាមួយរដ្ឋបរទេសគឺត្រូវទាំងអស់គឺគាត់សារភាពដោយសារភាពថាគាត់ព្រមទទួលទោសទាំងអស់ហ្នឹងរឿងហ្នឹងគឺធ្វើឲ្យរដ្ឋាភិបាលរួចខ្លួនមួយត្រង់ថាចុះឥឡូវសម័យខ្លួនគេព្រមទទួលទោសហើយហ្នឹងគេមិនតឹងប្តឹងជំទាស់សារទុកផងហ្នឹងដូច្នេះបានន័យថារដ្ឋាភិបាលធូរទ្រូងមួយគឺយ៉ាងហោចណាស់ក៏ប្រាប់ទៅសហគមន៍អន្តរជាតិថាណាការកាត់ក្តីពីមុនមករំលាយគណៈបកសង្គ្រោះជាតិឬចាប់លោកកម្មសខាដាក់គុក9ឆ្នាំនៅទីបំផុតលោកកម្មសខាទទួលស្គាល់កំហុសគាត់ទេណាហើយព្រមទាំងអញ្ចឹងបានន័យថាតុលាការគេធ្វើត្រូវគ្រប់រឿងហើយរំលាយគណៈបកសង្គ្រោះជាតិក៏ត្រូវធ្វើទុកបុកម្នេញគណៈបកប្រឆាំងក៏ត្រូវហើយអ្នកដែលជាប់ពាក់ព័ន្ធនឹងក្នុងការសុំគំនិតសំគំនិតព្រោះរដ្ឋាភិបាលគឺសុទ្ធតែត្រូវតាមការដែលរកឃើញរបស់តុលាការទាំងអស់ដោយសារតែលោកកម្មសខាព្រមទទួលកំហុសនេះរឿងនេះគ្រោះថ្នាក់មួយធំបំផុតទៀតសម្រាប់គេដំណើររបស់លោកកម្មសខាគាត់បាននៅក្រៅឃុំមែនបានជួបម្ដាយមែនណាប៉ុន្តែគាត់បានប្រព្រឹត្តរឿងមួយដែលធ្វើឲ្យជាតិសាសន៍នេះគឺចាត់ទុកថាលោកកម្មសខាជាប្រវត្តិសាស្ត្រគឺគាត់សុកចិត្តទទួលកំហុសដែលខ្លួនអត់ខុសតើអយុត្តិធម៌ប៉ុណ្ណាអញ្ចឹងប្រជានុរាស្ត្រផ្សេងទៀតដែលគ្រប់គ្រងគណៈបកសង្គ្រោះជាតិអស់សង្ឃឹមលលីងអស់សង្ឃឹមត្រង់ថាតើឯណាទៅយុត្តិធម៌នៅពេលដែលមេបកខ្លួនតំណាងឲ្យប្រជាពលរដ្ឋប្រហែល3លានដែលបោះឆ្នោតពាក់កណ្ដាលនគរនៅទីបំផុតគឺត្រូវព្រមទទួលយកតាមសាលដីការបស់សាលាឧទ្ធរដែលខ្លួនមិនទទួលស្គាល់សោះហើយទទួលយកកំហុសនេះដើម្បីឲ្យមានហេតុផលបានទទួលបរិជ្ជទានទោសលើកលែងទោសនេះគឺជាយុគសម័យដ៏ខ្មៅងងឹតល្អក់កកខ្លាំងណាស់នៅក្នុងប្រព័ន្ធយុតិធធម៌កម្ពុជាយើងអូសទូកឲ្យល្អានយើងចាប់ត្រីបានឲ្យល្អទឹកខ្ញុំសោកស្ដាយដែរក៏ប៉ុន្តែសួរថាលោកកម្មសខាមានជំរឿសអីក្រៅពីនឹងទេបងប្អូនអត់មានទេគាត់ប្រើវិធីអហិង្សាប្រើវិធីមិនកិច្ចវេះរត់ចោលស្រុកសុកចិត្តឲ្យគេចាប់ដាក់គុកធ្វើបាបទុកធ្វើទុកបុកម្នេញសុកចិត្តថ្លែងសារទាំងឡាយណាដើម្បីឲ្យគាត់ថាលោកសំរងស៊ីលោកកម្មសខាមិនមែនជាមនុស្សតែមួយកុំចលនាណាយកឈ្មោះយករូបគាត់យកអីទៅប្រើប្រាស់ផ្ដេសផ្ដាស់កុំឲ្យដាក់គាត់ជាប់ហ្នឹងដើម្បីស្អំចិត្តគណៈបកប្រជាជនឬក៏រដ្ឋាភិបាលឬតុលាការកម្ពុជាហ្នឹងកុំឲ្យដាក់ទោសយកពីគាត់ទៀតឲ្យដាច់ចឹងទៅឲ្យវាស្បាយអត់មាននរណាគេស្ដាប់គាត់ទេអ្វីដែលគាត់ធ្វើហ្នឹងគឺអត់បានប្រយោជន៍អីទាំងអស់ចុងក្រោយគឺមកដោយសារតែម្ដាយចាស់ជរាសម្ពាធឯនេះទៅវិញទៀតដោយសារលោកយាយសៅង៉ែតចាស់ជរាហើយឈឺកំពុងតែលោកប្រសង់ឲ្យធွာនេះទៅវិញអញ្ចឹងរឿងនេះគឺជារឿងនយោបាយសុទ្ធសាធដដែលឃើញទេបងប្អូនទោះបីជារៀបចំនីតិវិធីមើលមកហ្នឹងគឺថាដូចនីតិវិធីផ្លូវច្បាប់អត់មានលៀងកន្លែងណាមួយទេប៉ុន្តែដោយវិធីបោះឆ្នោតយើងអញ្ចឹងបងប្អូនមើលទៅគឺប្រជាប្រដ្ឋទៅបោះឆ្នោតមានគណៈបកចម្រុះអីអញ្ចឹងទៅកោចបគេពិនិត្យបច្ច័យគេមានក្រុមសង្កេតការគេមានអីប៉ុន្តែអានេះគឺជាពិធីសារបង្ក្រប់កិច្ចដើម្បីបំភាន់មតិជាតិនិងអន្តរជាតិឲ្យជឿថានីតិវិធីទាំងអស់នេះគេធ្វើត្រឹមត្រូវតើហេតុអីបានចោទគេថាធ្វើខុសនីតិវិធីនេះតាមផ្លូវតុលាការតើហេតុបានចោទគេថារឿងយោបាយអញ្ចឹងបានខ្ញុំថាបងប្អូនប្រជាពលរដ្ឋខ្មែរខ្ញុំជឿថាបងប្អូនមិនល្ងងទៀតទេបងប្អូនត្រូវមើលឲ្យយល់អំពីពវៀនបទចតិះរបស់អ្នកនយោបាយតែម្ដងទៀតបងប្អូនយើងឃើញអំពីភាពអាក្រក់ជូរជាតិនិងស្មោកគ្រោកបែបនេះក៏ដោយក៏យើងក៏នៅឃើញអំពើគុណធម៌សិលធម៌សុជីវធម៌របស់ថ្នាក់ដឹកនាំគណៈបកប្រជាជនកម្ពុជាដែលគេធ្វើនេះក៏ត្រេកអរគេខ្លះទៅវាមិនខុសអីទេ
ខ្ញុំនិយាយមកប្រហែលនេះខ្ញុំគ្រាន់តែឲ្យសមត្ថកម្មអំពីរបៀបរៀបចំឆាកឈុតនយោបាយដ៏ស្មោកគ្រោកក៏ប៉ុន្តែលៀងខ្លួនតាមរបៀបនេះដើម្បីលួងចិត្តប្រជាពលរដ្ឋខ្មែរផងលួងចិត្តសហគមន៍អន្តរជាតិផងតែសហគមន៍អន្តរជាតិគេមិនចាញ់បោកខ្មែរយើងទេយើងចាញ់បោកតែប្រជាពលរដ្ឋខ្មែរយើងតាប៉ុន្តែសំណួរសួរទៅវិញចាញ់បោកមិនចាញ់បោកហ្នឹងនរណាចំណេញបើមានការផ្សះផ្សាជាតិឲ្យជាតិខ្មែរនេះត្រូវរើគ្នាចំណេញខ្មែរទាំង18លានទេយកទៅវាគុកជូរចត់វាគ្រុតគ្រិតបណ្ណាអីទ្រាំថ្មិចលេបថ្មលេបគ្រោះហ្នឹងទទួលយកខ្លះសិនទៅហើយសំគិតទៀតខ្ញុំគ្រាន់តែបញ្យល់ប៉ុណ្ណឹងឯងម្ដងទៀតខ្ញុំនៅតែកោតសរសើរអបអរសាទរលើកទឹកចិត្តឲ្យរដ្ឋាភិបាលកម្ពុជាដែលមានការដឹកនាំរបស់លោកហ៊ុនសែនដែលលោកហ៊ុនម៉ាណែតជាអាយ៉ងអីក៏ដោយហ្នឹងបន្តធ្វើល្អដូច្នេះតទៅទៀតទៅហើយដោះលែងអ្នកទោសមនសិការទាំងអស់ឲ្យអស់104អ្នកទៀតអស់តែលោកកឹមសុខាហើយកុំដាក់លក្ខខណ្ឌអីកុំដាក់លក្ខខណ្ឌដោយលោកកឹមសុខាអីវាអាក្រក់ណាស់បើជុលជាគេហៅថាបើធ្វើប៉ុនហើយឲ្យចិត្តជ្រះថ្លាទៅកុំអាដាញហុចអំបោះសំណោះដៃនៅឲ្យ100ទៅហើយនៅគិតថាបើទុកទៅអាចលេងទាំងលេនបាន3ដៃអីទៀតកុំនិយាយកុំគិតដល់ប៉ុណ្ណឹងយើងអត់បានប៉ុនទេគឺថាបើឲ្យឬក៏ថាអីដាក់ទៅចូលដូចស្ទើមួយចៃយាយខ្ញុំចៃ5,000រៀលទៀតថែមនោះដើម្បីឲ្យរឿងធ្ងន់បន្តិចទៅកុំធ្វើអញ្ចឹងអត់បានប៉ុនទេព្រោះអីសទ្ធាមិនមែនដោយសារការសម្ដែងប្រាប់ថាសម្ភារៈនិយមទេលុយ1រៀល100រៀលឬក៏500រៀលដែលខ្ទេចខ្ញិចខ្ញៃខ្ញុកអីក៏ដោយយកទៅចូលប៉ុនដោយសទ្ធាស្មើនឹងលុយធំជាងលុយ$5,000ដែលយកទៅអត់មានសទ្ធាទៀតបងប្អូនឲ្យតែមានសទ្ធាចេះថាហើយមិនចាំបាច់ទាំងលុយនឹងផងគ្រាន់តែទៅស្មឹងស្មាតសំពះសុំប៉ុនសុំអីដែលយើងឧទ្ទិសហ្នឹងក៏បានប៉ុនរាប់មិនអស់ដែរព្រោះចិត្តយើងវាជ្រះថ្លាតែបើយើងនៅសំណោះស្ដាយចង់បាន selfie បន្តិចមើលទៅជូនជនពិការនេះបន្តិចឬក៏ជនអត់ផ្ទះសម្បែងជនអនាថាបន្តិចគឺ selfie អញ្ចេះឲ្យបានរូប4 10រូបទៀតដើម្បីយកទៅអួតគេថាយើងបានធ្វើប៉ុនហ្នឹងកពុបប៉ុនអស់ច្រើនតើមិនអីទេបងប្អូនធ្វើអញ្ចឹងទៅព្រោះអ្នកខ្លះអញ្ចេះដែរថតរូប selfie ថតអីហ្នឹងគាត់យកទៅអួតម្ចាស់ជំនួយគេដែលគេជាសប្បុរសជនទៅកុំឲ្យថាមិនបានថតរូបសោះយកលុយគេស៊ីដាច់អាហ្នឹងក៏វាមានចាហើយអាហ្នឹងក៏មកភាសាសប្បុរសជនហ្នឹងមិនទុកចិត្តគ្នាអញ្ចឹងដែរវាអញ្ចឹងវាបង្កើតឲ្យមានវប្បធម៌មិនទុកចិត្តគ្នាអញ្ចឹងត្រូវរូបថតអីអញ្ចឹងទៅដើម្បីជាភ័ស្តុតាងទៅថ្ងៃក្រោយចង់ប្រមូលលុយជួយទៀតអីគឺវាស្រួលអាហ្នឹងវាមានត្រូវខ្លះវាមានផ្លូវសិលធម៌ពិបាកប៉ុន្តែបងប្អូនយ៉ាងណាក៏ដោយធ្វើបុណ្យគឺធ្វើដោយចិត្តជ្រះថ្លាហើយបើអត់មានចិត្តជ្រះថ្លាទេកុំធ្វើអីហើយបើកុំធ្វើបុណ្យណាក៏អត់បាបដែរបងប្អូនកុំតែសាងអំពើបាបមិនមែនចាំតែបងប្អូនទៅវត្តដាក់ចង្ហាន់លោកហើយទៅសាពះលោកទៅសុំសិលទៅធ្វើអីទៅវត្តនឹងចូលបុណ្យចូលអីបានបុណ្យទេមិនមែនទេកុំគិតដូច្នេះឲ្យសោះបុណ្យណាគឺបានដោយការមិនសាងអំពើបាបមានន័យថាម៉េចមិនធ្វើអីសោះក៏បានបុណ្យដែរព្រោះយើងមិនសាងអំពើបាបឧទាហរណ៍យើងសុកយើងមានមុទិតានៅក្នុងខ្លួនណាឃើញគេសបាយឃើញគេរីករាយឃើញគេមានបានឃើញគេធូធាអូដុតធូបបន់ស្រន់សុំឲ្យគេរីកចម្រើនទៀតទៅគ្រួសារគេតែមានបានក្រុមគ្រួសារគេរីកចម្រុងចម្រើនកូនគេប្រហែលជាបានរៀនសូត្រខ្ពង់ខ្ពស់អនាគតភ្លឺស្វាងក្រុមគ្រួសារមានសុភមង្គលជួយអរគេនេះជាអំពើបុណ្យផ្ទុយទៅវិញជាបាបចុះនរកនៅពេលដែលអូគេមានឡានទៀតហើយអូយងាប់ហើយចាំមើលចុះងាប់ហើយចុះឯងក៏ក្រអីក្រម្លេះហើយក៏មិនខំប្រឹងដូចគេមិនអីឲ្យមានឡានមានម៉ូតូអូគេដូរទូរស័ព្ទទៀតហើយអូនាឡិកាគេថ្មីទៀតហើយលោកហើយអូចុះមើលគេទៅហូបការមើលសម្លៀកបំពាក់គេឲ្យឡើងហើយយើងនៅកធិកធៈយើងចឹងយើងធ្វើយ៉ាងម៉េចនិន្ទាឈ្នាននេះរិះគន់អ្នកហ្នឹងក្តិចអ្នកហ្នឹងកុំឲ្យអូគ្មានទេទ្របហ្នឹងបានមកពីលួចនេះលួចនោះអានាឡិកាហ្នឹងចេះឲ្យសហាយផិតនេះគ្នានេះចេះគ្រួសារហ្នឹងអូឃើញតែអញ្ចឹងទេបាបប្រកាន់ចុះនរក19ជាន់បងប្អូនព្រោះយើងសាងអំពើបាបដោយការនិន្ទាឈ្នាននេះក្តិចគេត្រួយគេសុកសោះអូចុះហេតុអីមកចង្ញៃអីយើងអានេះជាអំពើបាបមួយធ្ងន់ណាស់បងប្អូនណាគ្រាន់តែជំរាបខ្ញុំមិនមែនជាប្រសង់ករាជអីណាទេប៉ុន្តែនេះគឺជា logic
អំពើបុណ្យមិនចាំបាច់តែអស់លោកទៅវត្តទៅវាចូលបុណ្យកសាងសាលាសង់វត្តអូបើមានបច្ច័យមានអីធ្វើទៅល្អហើយវាជាការតែធ្វើទៅដោយសតិប៉ុន្តែបើអត់ទាំងអស់ហ្នឹងណាក៏យើងនៅតែធ្វើបុណ្យសាងកុសលបានច្រើនណាស់គឺការដែលមិនសាងអំពើបាបការដែលមិនចិញ្ចឹមចិត្តដែលនិន្ទាឈ្នានេះគ្នាយើងប្រស្រ័យតាក់ទងគ្នាល្អនៅក្នុងសង្គមរាប់អានគ្នាជួយមានមេត្តាករុណាមុទិតាទាំងអស់នេះជាអំពើបុណ្យដែលប្រមូលយកមិនអស់ទេមិនចាំបាច់ជាអូខ្ញុំលុយតិចធ្វើបុណ្យមិនដល់គេទៅគេសុទ្ធតែស្អីណាទុរិនស្អីទៅប្រគេនលោកតាំងកាឆេហើយយើងនឹងរតាបាយហូបខ្លួនឯងអត់បានចឹងកុំទៅវត្តទៅក្បែរគេអីខ្មាស់គេក៏អាវនឹងវាឆ្អេះឆ្អាបអត់ទេគ្រាន់តែចិត្តយើងចង់ធ្វើបុណ្យនឹងគេនឹងបានបុណ្យបាត់ទៅហើយកុំតែទៅនិន្ទាឈ្នានេះគេដែលជាអំពើបាបអញ្ចឹងបានខ្ញុំចង់ប្រាប់បងប្អូនថាអំពើបុណ្យណាមិនមែនចាំបាច់ទៅថត selfie ថតអីទេហើយបើថតក៏ថតតែប៉ុន្តែកុំឲ្យលឹះធ្វើកុំឲ្យលឹះប៉ុន្តែចិត្តបុណ្យរបស់យើងគឺចិត្តដែលមិនសាងអំពើបាបចិត្តដែលមានមុទិតាដែលស្រឡាញ់ដែលមិនក្តិចត្រួយគេដែលត្រេកអរនៅអ្វីដែលជាជោគជ័យរបស់គេតាមពិតពុទ្ធសាសនាបង្រៀនខ្មែរយើងច្រើនប៉ុន្តែបើទៅមើលសភៅរបស់លោកប៊ុនច័ន្ទមុលវិញចរិតខ្មែរផ្ទុយទាំងអស់នេះ180ដឺក្រេឈ្នានេះនិន្ទាក្តិចត្រួយងើបមួយវាយមួយយកគ្នាជាសត្រូវគឺមានតែអញទេគឺថាតើតែគ្រួសារអញធូធាជាងគេបើគ្រួសារឯងលើសតែបន្តិចគឺត្រូវតែធ្វើមិនជន់ក្តិចក្តិចឯងឲ្យអញឡើងលើគេហើយបើបានធ្វើធំគឺផ្លិចកំណើតខ្លួនឯងជាអ្នកក្រីក្រដោយជន់ក្បាលគេបោះក្លៀកបោះអីនេះចរិតខ្មែរខ្ញុំសូមឲ្យបងប្អូនខ្មែរទាំងអស់គ្នានៅលើលោកហ្នឹងមហាគ្រួសារខ្មែរធ្វើយ៉ាងម៉េចឲ្យសៀវភៅរបស់លោកប៊ុនច័ន្ទមុលហ្នឹងក៏វត្តចោលដុតនៅក្នុងធុងសម្រាមចោលទៅខ្ញុំមិនមែននិយាយថាស្អប់ខ្ពើមលោកប៊ុនច័ន្ទមុលទេគាត់ទទួលអនិច្ចកម្ម30 40 50ឆ្នាំហើយតាំងពីជំនាន់សង្គមរាស្ត្រនិយមមកម្លេះក៏ប៉ុន្តែសូមឲ្យអាការដែលគិតរបស់គាត់ឬក៏សង្កេតរបស់គាត់ហ្នឹងវាខុសឲ្យមនុស្សចំនួនក្រោយយើងនេះជាខ្មែរចំនួនក្រោយនេះម្នាក់ហ្នឹងកុំសួរថាជាតិយើងជួយយើងអីបានតើយើងម្នាក់ហ្នឹងជួយស្ដារអីដើម្បីឲ្យខុសពីអ្វីដែលលោកច័ន្ទមុលសរសេរអំពីចរិតខ្មែរយើងคล้ายទៅជាមនុស្សចេះសន្តោសប្រោះប្រណីគ្នាចេះជួយយឹតយោងគ្នាឲ្យតែមានខ្មែរសាច់ឈាមយើងនៅណាយើងចេះយឹតយោងគ្នាកុំឲ្យតាកន្លែងណាមានការងារល្អគឺថាក់ខ្មែរគ្នាឯងចោលយកតាថាភ័យមកបរទេសឲ្យកន្លែងណាមានខ្មែរមានកន្លែងគេធ្វើការមានល្អគឺគេប្រម៉ូទគ្នាគេមកអស់ឯងឲ្យតែបានរៀងស្រួលឆ្លោះគ្នាដើម្បីឲ្យនៅតែឯងដល់យូរគេដេញក្បាលយើងម្នាក់ទៀតអស់ទាំងអស់តែម្ដងយើងយើងជួយសន្តោសគ្នាយើងជួយលើកជ្រោមជ្រែងគ្នាឲ្យតម្លៃគ្នាហើយក្នុងពេលជាមួយគ្នាហ្នឹងណាអ្នកនយោបាយគ្រប់និន្នាការនយោបាយយកការស្រឡាញ់ខ្មែរជាធំជាជាងការដែលយកអានយោបាយមកកំចាយគ្នាដើម្បីឲ្យប្រជាពលរដ្ឋហ្នឹងគឺស្ងប់ហើយអាចធ្វើដូច្នេះបានព្រោះរឿងទាំងអស់តកតងនយោបាយរឿងលោកកម្មសខានេះបើកុំមានរឿងអន្តរាគមនយោបាយអត់មានថ្ងៃនេះទេបើទោះបីជាមិនបានខ្ចោះអីក៏ដោយគឺវាបានខ្លះដែរអញ្ចឹងបាទខ្ញុំនៅតែលើកទឹកចិត្តឲ្យបងប្អូនជួយគ្នាម្នាក់បន្តិចកសាងកែប្រែផ្នត់គំនិតឡើងវិញជួយគ្នាលើកសរសើរគ្នាហើយកុំមើលបំណាំកុំក្តិចត្រួយគ្នាកុំឃើញអូយចុះគេមានចេះចុះគេមានចុះអូគ្រូសាគេក៏រីកចម្រើនចង់ក្តិចត្រួយតែបើសិនជាយើងសប្បាយអូគ្រូសាគេរីកចម្រើនកូនគេល្អណាស់សុំបន់ស្រន់ឲ្យល្អអញ្ចឹងទៀតចុះអញ្ចឹងគ្រួសារខ្មែរកាន់តែចម្រុងចម្រើនទៅផលវានឹងបានមកយើងវិញដោយយថាហេតុមិនចាំបាច់ផ្សងចង់បានគុណូបការៈអីទេព្រោះនៅពេលដែលគ្រួសារទាំងអស់គេធូធាគ្រប់គ្នាគេល្អគ្រប់គ្នាមានការសាទរគ្រប់គ្នារីកចម្រើនជួយលើកស្ទួយគ្រប់គ្នាអាផលនឹងវាបានមកក្នុងសង្គមវិលទៅវិញទាំងអស់គ្នានឹងឯងវិលមកយើងវិញគ្រប់គ្នានឹងឯងដោយសារតែល្អទាំងអស់គ្នាទៅសង្គមក៏រីកចម្រើនគ្រួសារក៏រីកចម្រើនសុខដុមរមនាមានសុភមង្គលចេះអបអរសាទររីករាយគ្នាតើយើងមើលសង្គមបែបហ្នឹងសុបាយប៉ុណ្ណាបងប្អូនហេតុអីបានយើងធ្វើមិនបានដូចអត់មានប្របាក់អីសោះ
ព្រោះខ្ញុំនិយាយចឹងបើយើងមិនធ្វើអីខុសសោះក៏សាងអំពើបុណ្យដែរណាគឺយើងមិននិន្ទាឈ្នានេះគេគឺយើងមិនក្តិចត្រួយគេហើយយើងមិនប្រព្រឹត្តអំពើបាបសង្គមយើងវាចាក់ពីអំពើបាបនឹងឬក៏អំពើអសកម្មក្នុងសង្គមដោយសារប្រជាពលរដ្ឋទាំងអស់មានសិលធម៌គុណធម៌វាចាក់ពីអំពើបាបគឺយើងនាំគ្នាបើមិនដូចខ្ញុំថាបើមិនធ្វើបុណ្យក៏ហីចោះតែការមិនប្រព្រឹត្តអាក្រក់ហ្នឹងមិននិយាយកុហកគេមិនលួចប្រពន្ធគេមិននិន្ទាឈ្នានេះគេមិនទៅដើរធ្វើបាបអ្នកដទៃនេះជាអំពើបុណ្យតាហើយបុណ្យហ្នឹងមិនចាំបាច់ទៅវត្តទេដូចខ្ញុំនិយាយចឹងមិនបាច់សូត្រធម៌មិនបាច់ដុតធូបមិនបាច់អីទេគឺវាបានជាកុសលយ៉ាងហោចណាស់ក៏ផ្លូវចិត្តស្ងប់ដែរគ្មានសេចក្តីស្ងប់ណាប្រសើរលើសសេចក្តីស្ងប់ផ្លូវចិត្តទេគ្មានសុភមង្គលណាប្រសើរជាងសុភមង្គលផ្លូវចិត្តទេអានេះខ្ញុំស្ដាប់តែគេលោកទេសលោកអីខ្ញុំឮតែអញ្ចឹងតាំងពីកូនក្មេងមកតើលោកអស់លោកបងប្អូននឹងធ្វើមិនបានគឺទៅតែអញ្ចឹងគឺត្រូវថាមានគំនិតត្រូវតែនិន្ទាឈ្នានេះគ្នាត្រូវតែមើលបំណាំត្រូវចិត្តចំណែនហើយប្រៀបធៀបអូយប្រកែកណាស់រឿងប្រៀបធៀបហ្នឹងអូគេអញ្ចេះប្រពន្ធគេចេះប្តីគេចេះម៉ែគេចេះឪគេចេះបងគេចេះប្អូនគេចេះគ្រួសារគេចេះគឺប្រៀបធៀបសពបែបយ៉ាងយើងរស់នៅក្នុងស្ថានភាពបែបហ្នឹងគឺយើងរស់ក្នុងស្ថានភាពក្តៅក្រហាយយើងត្រូវតែរស់ពេញចិត្តនឹងអ្វីដែលយើងមានអូយវែងបងប្អូនថ្ងៃនេះទេសមែនតែនតម្រង់តែឥឡូវតមករឿងលោកកម្មសខាវិញតើលោកមានកំហុសអីបានជាព្រមទទួលកំហុសតើលោកកម្មសខាពិតជាទទួលកំហុសឬក៏យ៉ាងដូចម្ដេចនេះជាសំណួរមួយទៀតបើតាមមើលលិខិតបញ្ជាក់អំពីការមិនប្តឹងសារទុករបស់លោកកម្មសខាណាខ្ញុំនេះលិខិតរបស់លោកកម្មសខាមានផ្តិតមេដៃគាត់ទៀតចុះថ្ងៃទី25ខែឧសភាឆ្នាំ2026ចុះថ្ងៃទី25ពេលដែលមិនប្តឹងសារទុកហ្នឹងគឺតុលាការឬសំទោសគឺមានបរិជ្ជក្រិតលើកលែងទោសនឹងថ្ងៃតែមួយនឹងតែម្ដងលោកកម្មសខានិយាយអញ្ចេះលិខិតបញ្ជាក់មិនប្តឹងសារទុកនិងសាលដីកាលេខចុះថ្ងៃទី30ខែមេសាឆ្នាំ2026បានន័យថាមិនជំទាស់ទៅនឹងការរកឃើញថាគាត់ជាប់គុក27ឆ្នាំនិងហាមឃាត់សិទ្ធិនយោបាយគាត់ទាំងអស់ថែម5ឆ្នាំទៀតអត់ឲ្យធ្វើដំណើរទៅក្រៅប្រទេសណាបោះបង់សិទ្ធិមិនជំទាស់ទេអាហ្នឹងគឺជាលិខិតរបស់គាត់ហើយគាត់យោងឯងប៉ុន្តែឥឡូវស្ដាប់កម្មវត្ថុគាត់បន្តិចមើលគាត់និយាយយ៉ាងម៉េចតាមកម្មវត្ថុខាងលើនឹងយោងថាខ្ញុំកម្មសុខាសូមជម្រាបជូនឯកឧត្តមប្រធានសាលាឧទ្ធរក្រុងភ្នំពេញថាខ្ញុំបានសម្រេចចិត្តមិនប្តឹងសារទុកនឹងសាលដីកាប៉ណេះអញ្ចឹងទៅរបស់សាលាឧទ្ធររាជធានីភ្នំពេញទៅតុលាការកំពូលទេអត់ប្តឹងទេបើទោះបីខ្ញុំមិនសុខចិត្តណាភាសាគាត់ណាកន្លែងនេះល្អដែរខ្ញុំមិនប្តឹងទៅសាលាឧទ្ធរទេសាលាកំពូលទេបើទោះបីខ្ញុំមិនសុខចិត្តនឹងការសម្រេចផ្ដន្ទាទោសនេះក៏ដោយបានន័យថាម៉េចបងប្អូនមិន sorry មិនប្តឹងជំទាស់ទៅនឹងការចោទប្រកាន់ថាលោកមានពិរុទ្ធបានន័យថាតុលាការចោទថាលោកមានពិរុទ្ធហើយលោកអត់ប្តឹងជំទាស់ទេតែខ្ញុំអត់មានពិរុទ្ធទេគាត់និយាយចឹងខ្ញុំមិនទទួលស្គាល់ខ្ញុំមិនសុខចិត្តទេខ្ញុំមិនសុខចិត្តថាខ្ញុំមិនពិរុទ្ធទេតែខ្ញុំអត់ប្តឹងបើយើងមើលในក្នុងភាសាសាមញ្ញគឺយើងពិបាកយល់តិចហើយបងប្អូនមិនចឹងហ៎ខ្ញុំមិនសុខចិត្តរឿងអីមួយទេប៉ុន្តែខ្ញុំបញ្ជាក់មកប្រាប់ថាខ្ញុំព្រមតាមរឿងហ្នឹងតែខ្ញុំអត់សុខចិត្តទេណាខ្ញុំព្រមតែខ្ញុំអត់សុខចិត្តទេចុះព្រមនឹងសុខចិត្តហ្នឹងវាយ៉ាងម៉េចទាំងគ្នាកំពុងតែឆ្ងល់បើពាក្យថាមិនព្រមគឺមិនព្រមហ៎បដិសេធគឺមិនទទួលយកបដិសេធគឺមិនទទួលស្គាល់អញ្ចឹងបើលោកប្រើឃ្លាថាមិនប្តឹងជំទាស់តែខ្ញុំមិនសុខចិត្តចឹងបានន័យថាវានៅពំតណោតនឹងដែរក៏ប៉ុន្តែបងប្អូនកុំទៅចាប់ទោសអូដំណើរលោកកម្មសខាអីបើលោកមិនសរសេរឃ្លាបែបហ្នឹងគឺប្រទេសប្រជាពលរដ្ឋនៅតែគិតថាលោកទទួលស្គាល់យកកំហុសតែអញ្ចឹងឃ្លាមួយឃ្លាហ្នឹងអាចលៀងជំរះមន្ទិលមួយចំនួនដែរដែលថាលោកកម្មសខាអត់បានទទួលទោសទេណាគឺគាត់អត់ព្រមទេអញ្ចឹងតឡាការសម្រាប់ទោសគាត់មិនប្តឹងមែនតែមិនប្តឹងមិនមែនបានន័យថាព្រមទទួលទេអត់ព្រមគ្រាន់តែថាឲ្យគ្រប់នីតិវិធីតុលាការដើម្បីឲ្យមាន
នីតិវិធីគ្រប់កិច្ចស្របច្បាប់ហ្នឹងឲ្យគាត់រដ្ឋាភិបាលឬក៏ព្រះមហាក្សត្រមានជាហេតុដើម្បីលើកលែងទោសគាត់ទៅព្រោះអីបើសិនគាត់អត់ប្តឹងវាចូលជាស្ថាពរតែបើចូលជាស្ថាពរគឺគាត់មានទោសតែគាត់មានទោសមែនតែគាត់អត់សុខចិត្តបងប្អូនបើមិនកញ្ញាញ់ខួរក៏មិនដឹងមិនដែរព្រោះអីវាពំតណោតបែបនេះតែលោកកឹមសុខាក៏គាត់ពិបាកដែរហើយបើសិនជានេះគឺជាសារដែលអាចរដ្ឋាភិបាលគេព្រមឲ្យទៅសេទៅព្រោះលោកកឹមសុខាសរសេរថាមិនទទួលសុកចិត្តមិនសុកចិត្តក៏ដោយប៉ុន្តែព្រមឲ្យតឡាការសម្រាប់ក្តីចឹងហើយហ្នឹងមិនសុកចិត្តតែព្រមឲ្យគេសម្រាប់ចូលជាស្ថាពរថាលោកមានទោសអញ្ចឹងដែរណា